ក្រុមហ៊ុនអាកាសចរ Cambodia Airways បើកដំណើរការជើងហោះហើរដំបូងពីភ្នំពេញទៅភ្នំដោយជោគជ័យនៅវេលាម៉ោង 10:55 នាទីព្រឹកម៉ោងនៅប្រទេសម៉ាឡេស៊ីថ្ងៃទី26 ខែមិថុនាជើងហោះហើរ ខ785 ពីភ្នំពេញទៅផេណេងបានចុះចតយ៉ាងរលូននៅអាកាសយានដ្ឋានអន្តរជាតិផេណេងពិធីសម្ពោធជើងហោះហើរនេះមានកិត្តិយសដោយវត្តមានឯកឧត្តម Shahruddin Wan ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជាលោកស្រី Theng Cheo Jen អនុប្រធានក្រុមហ៊ុនអាកាសចរ Cambodia Airways លោក Bae Gewi នាយកគណៈកម្មាធិការទីផ្សារនៃក្រុមហ៊ុនអាកាសចរ Cambodia Airways និងអ្នកតំណាងផ្សេងទៀតមកពីក្រុមហ៊ុន Cambodia Airways ក៏ស្ថិតក្នុងជើងហោះហើរដូចគ្នាដែរនៅពេលមកដល់ភីណេងយន្តហោះត្រូវបានផ្ដល់កិត្តិយសដោយទឹកគោរពបូជាដើម្បីរំលឹកដល់ការចុះចតជាសាធារណៈឯកឧត្តម Shahruddin Wan ឯកអគ្គរដ្ឋទូតរួមជាមួយនឹងអ្នកដំណើរនិងនាវិកទាំងអស់ត្រូវបានស្វាគមន៍យ៉ាងកក់ក្ដៅពីតំណាងក្រសួងពាក់ព័ន្ធរបស់រដ្ឋាភិបាលម៉ាឡេស៊ីក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ម៉ាឡេស៊ី Tourism Malaysia ការិយាល័យសន្និបាតនិងពិព័រណ៍ផេណេង SEB អាកាសយានដ្ឋានអន្តរជាតិផេណេងនិងផ្នែកផ្សេងអ្នកដំណើរទាំងអស់ត្រូវបានបំពាក់នូវកម្រងផ្កាប្រពៃណីនិងថង់វត្ថុអនុស្សាវរីយ៍ជូនមន្ទីរពេទ្យផងដែរក្នុងចំណោមអ្នកដំណើរលើជើងហោះហើរនេះមានគណៈប្រតិភូអ្នកមានឥទ្ធិពលកម្ពុជាដ៏មានឥទ្ធិពលនិងក្រុមវាយកូនហ្គោដ៏ល្បីនៅម៉ោង 11:30 ព្រឹកភ្ញៀវកិត្តិយសបានប្រមូលផ្ដុំគ្នានៅក្នុងបន្ទប់វេបរបស់ព្រលានយន្តហោះសម្រាប់សន្និសីទសារព័ត៌មានសម្ពោធជាផ្លូវការនៃផ្លូវហោះហើរត្រង់ភ្នំពេញភ្នំពិធីនេះប្រព្រឹត្តទៅយ៉ាងអធិកអធមដោយឯកឧត្តមឯកអគ្គរដ្ឋទូត Shahruddin Wan លោក Yibli Bun Heng នាយកការិយាល័យសន្និបាតនិងពិព័រណ៍ផេណេងនិងបុគ្គលរដ្ឋសភាសម្រាប់ Khiban Banga លោក Ibchi Yi Khin រដ្ឋសមាជិកសភាប្រចាំទីក្រុង Beganger មកលោក Ibigdato Yosun Hen អនុប្រធាន Ibera ទេសចរ Bera របស់ម៉ាឡេស៊ីការិយាល័យសន្និបាតនិងពិព័រណ៍ផេណេងនិងជាអ្នកគ្រប់គ្រងទូទៅនៃ Chief Minister Incorporated លោក Lee Dehong អគ្គនាយករង Promotion Aនៃទេសចរម៉ាឡេស៊ីនិងលោក Mod Ridwan Ahmed Walid ប្រធានប្រតិបត្តិការនៃអាកាសយានដ្ឋានអន្តរជាតិផេណេងតំណាងមកពីក្រុមហ៊ុនអាកាសចរ Cambodia Airways រួមទាំងលោកស្រី Theng Cheo Jen និងលោក Bae Gewi ក៏បានចូលរួមក្នុងឱកាសដ៏សំខាន់នេះផងដែរលោក Ibigdato Yosun Hen តំណាង Ibigdato Sri Songkheng Singh រដ្ឋមន្ត្រីក្រសួងទេសចរសិល្បៈនិងវប្បធម៌ម៉ាឡេស៊ីបានថ្លែងសុន្ទរកថាក្នុងសន្និសីទសារព័ត៌មានលោកបានមានប្រសាសន៍ថាថ្ងៃនេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការពង្រឹងចំណងមិត្តភាពរវាងប្រទេសម៉ាឡេស៊ីនិងកម្ពុជាខ្ញុំពិតជារីករាយស្វាគមន៍ការសម្ពោធការហោះហើរនេះដែលជាផ្លូវដែលត្រូវបានរំពឹងទុកជាច្រើនដែលនឹងធ្វើឲ្យទំនាក់ទំនងវប្បធម៌និងសេដ្ឋកិច្ចរបស់យើងកាន់តែស៊ីជម្រៅដោយបើកទ្វារទៅកាន់ឱកាសទេសចរណ៍និងអាជីវកម្មថ្មីលោកបានបន្ថែមថាគោលផ្លូវថ្មីនេះផ្ដល់ឲ្យអ្នកធ្វើដំណើរកាន់តែច្រើននូវឱកាសដើម្បីទទួលបានបទពិសោធន៍ពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសម៉ាឡេស៊ីទេសភាពដ៏អស្ចារ្យនិងបដិសណ្ឋារកិច្ចលំដាប់ពិភពលោកពេលវេលានៃការពង្រីកនេះពិតជាឱកាសល្អខ្ចោះលោកបានថ្លែងអំណរគុណចំពោះក្រុមហ៊ុនអាកាសចរ Cambodia Airways សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការពង្រឹងការភ្ជាប់ក្នុងតំបន់ជំរុញទំនាក់ទំនងទ្វេភាគីនិងលើកកម្ពស់ការយល់ដឹងអំពីវប្បធម៌ក៏ដូចជាការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍និងពាណិជ្ជកម្មលោកបានកត់សម្គាល់យ៉ាងពិសេសថានេះគឺជាការស្វាគមន៍ជាពិសេសនៅពេលដែលប្រទេសម៉ាឡេស៊ីបន្តការត្រៀមខ្លួនសម្រាប់ការធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ីឆ្នាំ2026 VM 2026ក្នុងពេលថ្លែងសុន្ទរកថានៅក្នុងសន្និសីទសារព័ត៌មានលោក Ibli Bun Heng បានចែករំលែកក្តីរំភើបរបស់គាត់ដែលទីបំផុតបានភ្ជាប់ដោយផ្ទាល់ទៅទីក្រុងភ្នំពេញដែលជាទីក្រុងដែលចែករំលែកភាពខ្លាំងស្រដៀងគ្នាខាងវប្បធម៌ប្រវត្តិសាស្ត្រនិងភាពទាក់ទាញនៃទីក្រុងដ៏រស់រវើកលោកបានបញ្ជាក់ថាផ្លូវថ្មីនេះឆ្លុះបញ្ចាំងពីការពង្រឹងចំណងមិត្តភាពរវាងប្រទេសម៉ាឡេស៊ីនិងកម្ពុជាដោយការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនកាន់តែខ្លាំងនិងភាពជាដៃគូរយៈពេលវែងក្នុងវិស័យពាណិជ្ជកម្មទេសចរណ៍អប់រំនិងការវិនិយោគលោកក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនអាកាសចរ Cambodia Airways ដែលបានជ្រើសរើសបញ្ចូលទីក្រុងភ្នំនៅក្នុងបណ្ដាញរបស់ខ្លួនហើយទន្ទឹងរង់ចាំក្នុងការកសាងភាពជាដៃគូប្រកបដោយផ្លែផ្កាវាងគ្នាទៅវិញទៅមកគាត់បាននិយាយថាការអនុញ្ញាតឲ្យជើងហោះហើរនេះមិនត្រឹមតែនាំអ្នកធ្វើដំណើរឆ្លងកាត់មេឃប៉ុណ្ណោះទេប៉ុន្តែនាំសហគមន៍របស់យើងឲ្យកាន់តែជិតស្និទ្ធជាមួយគ្នាតំណាងក្រុមហ៊ុនអាកាសចរ Cambodia Airways លោក Laili អនុប្រធានគណៈកម្មាធិការទីផ្សារបានថ្លែងសុន្ទរកថាថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះការិយាល័យសន្និបាតទេសចរម៉ាឡេស៊ីនិងពិព័រណ៍ផេណេងអាកាសយានដ្ឋានអន្តរជាតិផេណេងនិងដៃគូផ្សេងទៀតសម្រាប់កិច្ចសហការយ៉ាងសកម្មនិងការគាំទ្រដ៏សប្បុរសក្នុងការសម្រួលដល់ការបើកដំណើរការជើងហោះហើរថ្មីប្រកបដោយជោគជ័យ
លោកបានមានប្រសាសន៍ថាការដាក់ឲ្យដំណើរការជើងហោះហើរត្រង់ភ្នំពេញប៉េណាងគឺជាជំពូកថ្មីមួយក្នុងការធ្វើដំណើររបស់យើងសេវាកម្មមិនឈប់ឈរនេះផ្ដល់ជូនអ្នកដំណើរនូវភាពងាយស្រួលបន្ថែមទៀតនៃសេវាកម្មផ្ទាល់ជំនួសឲ្យការឈប់សម្រាកនៅចំណុចឆ្លងកាត់ផ្សេងទៀតវាក៏បានបង្កើនជើងហោះហើរសរុបប្រចាំសប្តាហ៍របស់ Cambodia Airways រវាងភ្នំពេញនិងម៉ាឡេស៊ីដល់5ដងដែលគ្របដណ្ដប់ទាំងទីក្រុង Penang និង Kuala Lumpur បន្ទាប់មកភ្ញៀវកិត្តិយសបានរួមគ្នាធ្វើពិធីកាត់នំខេកនិងថតរូបជាក្រុមដើម្បីរំលឹកដល់ការបើកសម្ពោធជើងហោះហើរថ្មីប្រកបដោយជោគជ័យជើងហោះហើរ ខ785បានចាក់ចេញពីទីក្រុង Penang នៅម៉ោង 11:55 នាទីព្រឹកហើយមកដល់ភ្នំពេញនៅម៉ោង 12:40 នាទីម៉ោងនៅកម្ពុជាបានបញ្ចប់ការធ្វើដំណើរដោយរលូននិងជោគជ័យសេវាភ្នំពេញប៉េណាងរបស់ក្រុមហ៊ុនអាកាសចរ Cambodia Airways គ្រោងដំណើរការ2ដងក្នុងមួយសប្តាហ៍គឺរៀងរាល់ថ្ងៃព្រហស្បតិ៍និងថ្ងៃអាទិត្យផ្លូវហោះហើរថ្មីនេះមិនត្រឹមតែជួយពង្រឹងការភ្ជាប់ផ្លូវអាកាសរវាងកម្ពុជានិងម៉ាឡេស៊ីប៉ុណ្ណោះទេថែមទាំងបង្កើតឱកាសថ្មីសម្រាប់ទេសចរណ៍ពាណិជ្ជកម្មនិងការផ្លាស់ប្តូរវប្បធម៌ផងដែរ Cambodia Airways នៅតែប្តេជ្ញាផ្ដល់នូវបទពិសោធន៍ធ្វើដំណើរតាមផ្លូវអាកាសប្រកបដោយសុវត្ថិភាពផាសុកភាពនិងភាពងាយស្រួលខណៈពេលដែលបន្តពង្រីកបណ្ដាញរបស់ខ្លួនដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើងសម្រាប់ការភ្ជាប់នៅទូទាំងអាស៊ីអាគ្នេយ៍និងលើសពីនេះ